ការនេះតែអរគ្នាមក shopping នៅក្នុងបន្ទប់មួយខ្ញុំនិយាយលេងទេតែប៉ុន្តែដោយសារខ្ញុំត្រូវទៅដល់មានជ័យអញ្ចឹងហើយខ្ញុំមករៀបចំអីវ៉ាន់ទៀតហើយខទៅតែម៉ាត់ទៅអីវ៉ាន់ឡើងច្រើនហ្មងរៀបចុះរៀបឡើងវែងដូចផ្លេចអីផ្លេចរៀបចំកៅអៅតើអ្នកនរគ្នាឥឡូវមកធ្វើការរៀបចំជាមួយនឹងខ្ញុំតែដំបូងឡើយយើងមកធ្វើការយកជាមួយនឹងកន្ត្រក shopping របស់យើងសិនចាកន្ត្រកនេះដាក់អីវ៉ាន់មិនដឹងគ្រប់អត់ទេហើយខ្ញុំក៏បានយកជាមួយនឹងប្រអប់មួយនេះដើម្បីយកទៅដាក់គ្រឿង make up ដោយសារតែវាធំស្រួលដាក់ make up បានច្រើននិយាយទៅអ្នកនរគ្នាដោយសារតែពេលដែលខ្ញុំ make up នៅក្នុងបន្ទប់របស់ខ្ញុំមកគឺខ្ញុំប្រើគ្រឿង make up ចម្រុះច្រើនមែនតើហើយខ្ញុំមិនដែលមាន make up ដែលខ្ញុំប្រើជាប់លាប់ជាក់លាក់ទេអ្នកនរគ្នាចង់ពេលដែលខ្ញុំទៅនោះគឺខ្ញុំបានដាក់ make up ទៅច្រើនមែនតើដើម្បីសកួរព្រោះអីមនុស្សខ្ញុំបើសិនជា make up តិចខ្ញុំអត់ចេះ make up ហ្មងដោយសារតែយើងធ្លាប់តែ make up គឺចង់យកណាយកមកផាត់យកហ្មងរបៀបចឹងណាអ្នកគ្នាហើយរបស់ make up របស់ខ្ញុំហ្នឹងខ្ញុំដាក់តែពណ៌ណាដែលមើលទៅស្អាតត្រូវការអីចឹងណាដោយអាពណ៌នេះចឹងអ្នកគ្នាឡើងបាក់បែកឲ្យប៉ុន្តែខ្ញុំមិនដែលចោលទេទៅណាក៏ដោយបន្ទាប់ពីខ្ញុំបានយកជាមួយនឹងគ្រឿង eyeshadow contour អីហើយខ្ញុំយកវាមករៀបនៅក្នុងកាបូបទៅហើយដោយសារតែកន្ត្រក shopping របស់យើងហ្នឹងវារៀងទូចពេកហ្នឹងចាប់មកវគ្គហ្នឹងហើយយើងមកធ្វើការយកជាមួយនឹង blush អីម្ដងនេះអ្នកគ្នា color ថ្ពរបស់ខ្ញុំដាក់ទៅឡើងច្រើនហ្មងដោយសារតែទុកសកួរ yes សកួរ in case មិនថាប្រភេទ powder blush ឬក៏ជាប្រភេទ cream blush ហើយគឺខ្ញុំដាក់ទៅទាំងអស់តែម្ដងបន្ទាប់មកខ្ញុំក៏បានយកវាមករៀបចំនៅក្នុងប្រអប់ហើយ make up ខ្វះមិនបានជាមួយប្រភេទបណ្ណាពុតរោមភ្នែក eyeliner primer អីហ្នឹងត្រូវទៅដាក់ទៅរៀបចំហ្នឹងផ្លេចមិនបានជាមួយនឹង Felix Cushion ហើយ Felix Cushion នេះបើដាក់ទៅចាប់បណ្ដោយនិយាយទៅគឺខ្ញុំប្រើឡើងចិត្តអស់ហើយអ្នកគ្នាដោយសារជួយឲ្យ make up របស់យើងមើលទៅ smooth រលោងហើយជួយបិទបាំងស្នាមបានល្អទៀតឃើញរៀបមួយថ្ងៃហ្នឹងប៉ុន្តែអត់ទាន់ហើយទេនៅសល់វគ្គ cream វាអីច្រើនទៀតអ្នកគ្នានិយាយពីថា cream យើងពិបាកតិចដោយសារតែ cream ច្រើនហើយអត់ដឹងថាយកពណ៌ណាទុកពណ៌ណាទៅអ្នកសាស្លាញ់ទាំងអស់ហើយក៏ខ្ញុំបានយកជាមួយនឹងជក់អីបន្ថែមដូចគ្នាដូចនិយាយចឹង cream មកយកទៅតែ3 4ដើមមកលាបបង្កើតទៅយកទៅឲ្យច្រើនស្រូបឲ្យហើយដោយសារពេលខ្លះចង់លាបពណ៌នេះពេលខ្លះចង់លាបពណ៌នោះយើងយកទៅច្រើនទៅទុកសកួរចំពោះ cream គឺខ្ញុំដាក់នៅប្រអប់នេះមកប្រអប់មកអ្នកគ្នាឥឡូវដល់វគ្គ skin care មកធ្វើការរៀបជាមួយនឹងសាប៊ូហើយយកជាមួយ skin care ខ្លះៗហើយក្នុងនោះដែរក៏មានជាមួយនឹង Felix sunscreen ដែរដោយសារខ្ញុំមិនអាចភ្លេចបានទេអ្នកគ្នា Felix sunscreen នេះយើងប្រើមុន make up ជួយ make up របស់យើងជាប់បានយូរមែនតើមិនថាមកជួយការពារពន្លឺថ្ងៃវាមានជា primer នៅក្នុងនឹងទៀតអ្នកគ្នាបន្ទាប់ពីប្រើជាមួយនឹង sunscreen ហើយដាក់ជាមួយនឹង Felix cushion ពីលើទៅឃើញមុខរបស់យើងឡើងម៉ត់ភ្លឺថ្នាក់បិទបាំងស្នាមឡើងចិត្តឆឹងហ្មងហើយអ្នកគ្នាចឹងបន្ទាប់ពីខ្ញុំយកជាមួយនឹងហើយក៏ខ្ញុំអត់ដែរភ្លេចដែរជាមួយនឹង clay mask ហើយនឹង mask ស្លឹកនិយាយទៅគឺខ្ញុំទិញយកមក stock ពេញបន្ទប់តែម្ដងភ្លេចមិនបានជាមួយនឹងបោអីទុកជោគពេលដែលលាប skin care ចឹងតែគៀបអីហ្នឹងជិះដាក់ទៅមួយពីរទៅរៀបចំចិត្តហើយរនឹកថាទេភ្លេចអីគេណោភ្លេចអីគេណោតែប៉ិតភ្លេចរៀបចំកៅអៅសោះវាមិនសមទៀតហើយកៅអៅរបស់ខ្ញុំអ្នកគ្នាគឺខ្ញុំដាក់ទៅច្រើនមែនតើជាពិសេសសាប៊ូជាងគេហ្នឹងគឺរ៉ូបតែម្ដងបន្ទាប់ពីរៀបចំហើយធ្វើតាណាទៅដល់មានជ័យអ្នកគ្នាចឹងពេលទៅដល់ផ្ទះគឺយាយគាត់នៅថតចាំនៅផ្ទះមុនមកពេលទៅនោះយកជាមួយនឹងអង្គសំណាប់នេះទៅដែរលំបាកប៉ាម៉ាក់អូអ៊ំពូមីងមកជួយទាំងអស់និយាយទៅគឺទម្រាំតែបានលើកចុះលើកឡើងនឹងវេទនាណាអ្នកគ្នាតែធ្វើមិនខ្ញុំចង់យកវាមកដែរហើយអ្នកគ្នាក៏ទៅដល់ផ្ទះខ្ញុំងូតទឹកងូតអីហើយក៏បានទិញបុលហុងដើម្បីយកមកញ៉ាំភាសាថ្ងៃហ្នឹងញ៉ាំបាយជុំគ្នាអញ្ចឹងណាពេលmìnhញ៉ាំបាយហ្នឹងមកញ៉ាំនៅចាស់យាយតាជុំគ្នាយាយទៅមានតាំងពីម្ហូបបុលហុងអីច្រើនមែនតើហើយនេះតានឹងយាយរបស់ខ្ញុំយាយទៅយាយមកឡើងគីឡូហ្មងណា